Khi ngày nắng nhom nom bong ôn ở kia mà ăn bong cho mùi nâng ởประเภทmod speaker model Nantos เนี่ยนี้ Nantos ហើយនេះ model K ចិន8អញ្ចឹងប្រហែលនេះ brand របស់ហុងកុងនេះល្អប្រើអញ្ចឹងយើងអាចប្រើបានទាំងអ្នកគ្នាអាចមើលទៅនេះបានយើងអាចប្រើជាមួយរុន 3.5 មានដូចមូលជាមួយកុំព្យូទ័រក៏បាន PC ក៏បានឬក៏ទូរស័ព្ទដែលមានដូចមូលក៏បានហើយយើងក៏អាចប្រើជាមួយ memory card អ្នកគ្នាហើយយើងអាចប្រើជាមួយ U display back អានេះ memory card ហើយអានេះ Bluetooth អញ្ចឹងយើងអាចប្រើបានមួយ set តើឥឡូវយើង unboxing ទាំងអស់គ្នាអូខេឥឡូវខ្ញុំបបាយវាមកលើមកខ្ញុំអត់មានកាបិត unboxing ទេអ្នកគ្នាមានតែកត្រៃអូខេឥឡូវយើងជាមកអូខេយើងជាវាឥឡូវយើងនៅមកខាងទៀតអ្នកគ្នាយ៉ានៅបានអូខេឥឡូវយើងទាញវាមកអ្នកគ្នាតាចង់ដឹងថាខាងក្នុងនោះមានស្អីខ្លះអញ្ចឹងអ្នកគ្នាទិញ speaker នេះទៅអត់ខកបំណងទេ speaker នេះវា speaker នេះគុណភាពវាអត់ចាញ់ទៅនឹង speaker តម្លៃ100ទេអ្នកគ្នាអូខេឥឡូវយើងទាញវាចេញមកអ្នកគ្នាសូម្បីតែការវិខ្យល់របស់វាក៏ល្អដែរអ្នកគ្នាអូខេហ្នឹងខ្ញុំទាញវាចេញមកហើយនៅក្នុងប្រអប់ប្លាំងវាមានតាអូខេមានជាមួយនឹងបាសមួយអានេះជាមួយនឹងឈុតខ្សែនៅក្នុងនេះមានខ្សែសាកមានខ្សែស្ពាយអ្នកគ្នាមានជាមួយនឹងដូច USB A មានដូច USB C ជាមួយនឹងដូចមូលអ្នកគ្នាអញ្ចឹងយើងអាចអូខេឥឡូវខ្ញុំដកឡាំងនេះមួយឡែកទុកមួយឡែកអូខេឥឡូវយើងមកទាញ speaker យើងចេញមកអ្នកគ្នាអូខេឥឡូវអូខេតាមអ្នកគ្នានេះមកដល់ហើយតោះចេញមកអ្នកគ្នាមើល speaker នេះមកជុំយ៉ាចានេះវាមាន brand របស់វាអ្នកគ្នា Nantos ជាភាសាអង់គ្លេសហើយ speaker នេះវាមាន driver 2គ្រាប់អ្នកគ្នាទៅនេះមកគ្រាប់ហើយទៅនេះមកគ្រាប់ហើយអានេះគេហៅ passive radiator ធុងបុកចឹង2គ្រាប់សងខាងហើយចំពោះទម្ងន់វាអាចថា2គីឡូជាងអ្នកគ្នាចានេះវាមាន seal មានអីបិទទៅអូខេហើយខាងក្រោយនេះចំណែកខាងក្រៅនេះជាកន្លែងដែលយើងអាចបញ្ចូលថ្មបានអ្នកគ្នាអញ្ចឹងយើងបញ្ចូលថ្ម USB C ប្រើ memory card ប្រើ USB A អានេះដូចជា memory card របស់ពួកមានក្បាល USB នេះចឹងនេះដូច AUX ដូចមូលដែលយើងអាចដោតជាមួយកុំព្យូទ័រក៏បាន PC ក៏បានចឹងនេះប្រើបានទាំងអស់នេះមិនថាទូរស័ព្ទ PC កុំព្យូទ័រ device ផ្សេងៗប្រើបានទាំងអស់អូខេចឹងខ្ញុំឲ្យអ្នកគ្នាមកមើលកន្លែងនេះយើងទទួលបានខ្សែស្ពាយនេះយើងតាក់ខ្សែចឹងខ្សែវាមាននៅក្នុងប្រអប់នេះវាខ្ញុំអត់ហែកទេខ្ញុំប្រាប់អ្នកគ្នាដឹងហើយចំពោះថ្មវាកាន់បាន5ម៉ោងអ្នកគ្នាបើយើងបើកសលេងមុំវាអាចលឺនឹងបើយើងបើកសលេងលំបាក 50% ឬក៏ 40-20% ស្ដាប់រំនៅក្នុងបន្ទប់គេងឬក៏នៅកន្លែងផ្សេងយើងអាចតម្លើងសលេងតាមឯដែលយើងចង់អូខេហើយចំពោះកន្លែង logo នេះអ្នកគ្នា logo វារៀងដូចលក្ខណៈគេបិទលាក់ជ័រពីលើតាមនេះបើយើងចង់បកចេញក៏បានដែរដោយសារតែវាបើអ្នកខ្លះគាត់ចូលចិត្តគាត់ຕົកទៅអ្នកខ្លះគាត់ຕົកទៅបកចេញទៅអានេះជាតែគេមួយយ៉ាងដែរអូខេចំពោះគុណភាពវាល្អអ្នកគ្នាតើឥឡូវយើងតេស្តសំឡេងទាំងអស់គ្នាអូខេឥឡូវអ្នកគ្នាខ្ញុំទាញទូរស័ព្ទខ្ញុំមកខ្ញុំជាមួយខ្ញុំតេស្តសំឡេងហើយខ្ញុំភ្ជាប់ Bluetooth អ្នកគ្នាមើលពេលចង់ដឹងថាកម្លាំងសលេង20 W វាបុកល្អប៉ុណ្ណាធ្ងន់ប៉ុណ្ណាអូខេតោះចូល Bluetooth យើងបတ် Bluetooth យើងចូលចោលមកពេលខ្ញុំបើកហើយយើងមកនៅលើនេះវាមានប៊ូតុងបើកបិទបើកនេះខ្ញុំចុចប៊ូតុងបើកមកអូខេនេះគ្នានេះសលេង start up វាសលេងស្ទៀងទៅនឹង JBL អូខេហើយប៊ូតុងទៅនេះប៊ូតុងយើងបិទបើកភ្លើងនេះយើងដាក់ Alt Tab 2 ដងវាឡើងលូតភ្លើងហើយចុច2ដងចប់ឡើងដាច់ភ្លើងហើយនេះ Bluetooth function នេះចុច Bluetooth អូខេចង់ឲ្យខ្ញុំចុច Bluetooth មកអូខេខ្ញុំចុច Bluetooth ហើយខ្ញុំមកលើទូរស័ព្ទខ្ញុំអ្នកនេះតាខ្ញុំបើកទូរស័ព្ទហើយ scroll មកក្រោមអញ្ចឹង speaker នោះនេះអានេះខ្ញុំប្រើឲ្យមួយអ្នកខ្ញុំប្រើផ្ទាល់ K8 នេះផ្សេងចានេះថ្មីយើងចុច connect មកចុច connect អូខេជាប់ហើយនេះអញ្ចឹងវាលោតជាប់ហើយឥឡូវយើងមកតេស្តចម្រៀងទាំងអស់គ្នាដាក់បទនេះបានអ្នកនេះស្ដាប់ហើយจะដឹងថាគុណភាពសំឡេងវាមិនអីគេអូខេ
ស្រីឡើងចាំមិនខុសតែបើសិនសុខចុងមានចាក់ខុសមិនឲ្យសោះឡើងដូចជាមកពេលតែអត់ទៅទាំងអស់តែស្នេហ៍ស្រីក៏អត់អូខេអ្នកនាងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អ្នកធ្វើការ speaker នេះអ្នកនាងអាចឆាតមក Telegram ខាងក្រោម description ហើយឆាតឬក៏ឆាតទៅ page មើលរបស់អញ្ចឹងអីវ៉ាន់នេះអាចដឹកបានគ្រប់ដូចធានាខែអ្នកនាងតម្លៃ25ធានា6ខែក្នុងតែតទៅនឹងគុណភាពសលេងវីដេអូដែលអ្នកគ្នាស្ដាប់ចេញពីបាសនេះវាអាចថាបញ្ហាឮសលេងបកអត់សូវខ្លាំងឮស្ទៀងមីក្រូដោយសារតែម៉ៃនេះអ្នកគ្នាដោយសារតែប្រភេទម៉ៃនេះវាសលេងវាស្រូបអត់សូវមាន bass ខ្លាំងទេតែអីដែលខ្ញុំប្រើផ្ទាល់ speaker នេះវាបុកល្អជួបគ្នាវីដេអូក្រោយអ្នកកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំគេ bye see you